សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាមករៀនធ្វើម្ហូបមួយមុខទៀតតែខ្ញុំអត់បានប្រាប់ឈ្មោះម្ហូបទេតែខ្ញុំនឹងប្រាប់គ្រឿងផ្សំរបៀបធ្វើនៃម្ហូបមួយនេះគ្រឿងផ្សំនៃម្ហូបមួយមុខនេះមានដូចជាយើងប្រើទ្រូងមឿន parsley ហើយនឹងពេតក្រាមម្សៅនំប៉័ងហើយនឹងប៊ិលម្រេចហើយនឹងពងមឿនជាដើមហើយពិសេសនៃម្ហូបនេះអ្នកទាំងអស់គ្នាអាចជ្រើសយកទ្រូងមឿនជាពិសេសមកធ្វើបើអ្នកនរគ្នាយកផ្នែកផ្សេងនៃសាច់មឿនមកធ្វើវាប្រកាសជាអត់បានស្រួយល្អទេអ្នកនរគ្នាគួរតែជ្រើសយកទ្រូងមឿនមកធ្វើទើបល្អហើយជាដំបូងអ្នកនរគ្នាត្រូវតែចិញ្ច្រាំ parsley ជាមុនសិន parsley អ្នកនរគ្នាត្រូវតែចិញ្ច្រាំឲ្យម៉ត់នៅពេលដែលអ្នកនរគ្នាចិញ្ច្រាំម៉ត់ហើយអ្នកនរគ្នាទុកមួយឡែកសិនហើយខ្ញុំនឹងប្រាប់គ្រឿងផ្សំបន្តទៀតយើងក៏ប្រើ cheese powder ផងដែរ cheese powder យើងនឹងដាក់ឲ្យសមល្មមនឹងបរិមាណនៃសាច់មិនដែលយើងធ្វើប៉ុន្តែអ្នកនរគ្នាអាចមើលវីដេអូនេះឲ្យចប់អ្នកនរគ្នានឹងចេះធ្វើហើយបើអ្នកនរគ្នាគិតថាវីដេអូមួយនេះវែងអ្នកនរគ្នាអាចខាមើលតិចៗតអ្នកនរគ្នានឹងយល់នៃការធ្វើម្ហូបមួយមុខនេះហើយពិសេសអ្នកនរគ្នាអាចសាកល្បងរៀនធ្វើញ៉ាំបានជាដំបូងទៀតយើងត្រូវតែជាសាច់មិនយើងឲ្យរាងស្ដើងសិនពេលអ្នកនរគ្នាជីហើយសាច់មិនយើងនឹងបានស្ដើងហើយយើងយកទៅដំបន្ថែមទៀតសាច់មិនយើងប្រើតែទ្រូងសុទ្ធទេយើងអត់បានប្រើផ្លូវឬអីផ្សេងមកធ្វើទេយើងប្រើតែទ្រូងមិនសុទ្ធដើម្បីឲ្យប្រភេទម្ហូបមួយនេះពេលយើងយកទៅបំពងទៅវាស្រួយឆ្ងាញ់បើដាក់ផ្លូវវានឹងមិនងាយឆ្អិនណាមួយវាអត់ស្រួយទេបើដាក់ទ្រូងយើងយកទៅបំពងទៅវានឹងស្រួយឆ្ងាញ់ពិសេសគឺពេលយើងយកទៅបំពងជាមួយនឹងពេតក្រាមដែលយើងប្រឡាក់គ្រឿងផ្សំអស់ហើយនោះវារឹតតែធ្វើឲ្យសាច់មិនដែលយើងយកទៅបំពងរឹតតែឆ្ងាញ់ថែមទៀតហើយអ្នកនរគ្នាអាចសាកល្បងធ្វើញ៉ាំនៅផ្ទះបានហើយសាច់ទ្រូងរបស់យើងពេលយើងជីហើយយើងត្រូវដំបែបនេះដំវាឲ្យរាងបែកសាច់បន្តិចមកហើយចាំយើងយកទៅប្រឡាក់គ្រឿងជាទូទៅសាច់មិននៅពេលយើងយកមកហ្វីលីហើយយើងត្រូវតែដំបែបនេះដំវាមួយឲ្យល្អិតឲ្យលក្ខណៈថាវារាងបែកសាច់ឲ្យវារាងកំ plet តិចមកសម្រាប់យើងឈប់ដំវាសាច់មិនជាទូទៅអ្នកនរគ្នាអាចជ្រើសយកតែទ្រូងបានហើយមិនបាច់យកអីផ្នែកផ្សេងនៃសាច់មិននោះទេព្រោះថាវាអត់ងាយនឹងស្រួយទេពេលយើងយកទៅបំពងហើយប្រើចំណាយពេលក្នុងការធ្វើវាយូរដែរបើយើងប្រើទ្រូងគឺវាងាយស្រួលសាច់មិនឆាប់ឆ្អិនដល់ក្នុងហើយស្រួយទៀតហើយអ្នកនរគ្នាព្យាយាមដំវាតិចមកដើម្បីឲ្យវាឆាប់បែកសាច់តមកទៀតអ្នកនរគ្នាត្រូវតែប្រឡាក់ជាមួយ parsley មុននឹងប្រឡាក់ជាមួយ parsley អ្នកនរគ្នាត្រូវតែប្រឡាក់សាច់មិនជាមួយនឹងអំបិលម្រេចជាមុនសិនដើម្បីឲ្យវាចូលជាតិប៉ុន្តែកុំដាក់ច្រើនពេកនៅពេលអ្នកនរគ្នាប្រឡាក់សាច់មិនជាមួយអំបិលម្រេចហើយអ្នកនរគ្នាយកមកប្រឡាក់ជាមួយនឹង parsley ដែលយើងចិញ្ច្រាំម៉ត់នោះឯងហើយយើងត្រូវតែប្រឡាក់បែបនេះមួយកុំយកសាច់ទាំងអស់ចាក់ហើយយើងប្រឡាក់ចូលច្បល់ចូលគ្នាវានឹងបែកសាច់រញ៉ៃហើយវាអត់ស្អាតទៀតនៅពេលយើងធ្វើយើងព្យាយាមប្រឡាក់បែបនេះមួយមកដើម្បីឲ្យសាច់មិនរបស់យើងនេះវាស្អាតហើយវាអត់បែកសាច់ហើយចូលជាតិបានល្អទៀតអ្នកនរគ្នាអាចសាកល្បងធ្វើបែបនេះតាមវីដេអូរបស់ខ្ញុំអ្នកនរគ្នានឹងចេះធ្វើហើយអ្វីឲ្យពិសេសនោះយើងព្យាយាមប្រឡាក់វាមួយបន្ទះកុំឲ្យវាលក្ខណៈថាបែកសាច់នៅពេលដែលយើងចាប់ផ្ដើមប្រឡាក់សាច់ដែលជាបន្ទះរួចរាល់ហើយយើងចាប់ផ្ដើមប្រឡាក់គ្រឿងផ្សំយើងបន្ថែមមួយមុខទៀតហើយគ្រឿងផ្សំរបស់យើងមួយមុខនោះគឺជា cheese powder នោះឯង cheese powder យើងកុំប្រឡាក់ចាក់ចូលទាំងអស់ទាំងម្ដងវានឹងខាតយើងហើយវានឹងប្រាយសាច់មិនដែលយើងប្រឡាក់ផងដែរដូច្នេះអ្នកទាំងអស់គ្នាគួរតែចាក់ម្ដងបន្តិចហើយប្រឡាក់ចូលម្ដងកុំប្រឡាក់ចូលគ្នាច្រើនទាំងម្ដងវានឹងអាចធ្វើឲ្យសាច់មិនរបស់យើងនឹងប្រាយហើយវានឹងធ្វើឲ្យយើងខាត់គ្រឿងផ្សំផងដែរដូច្នេះអ្នកទាំងអស់គ្នាគួរតែប្រឡាក់សាច់មិនជាមួយនឹងឈីសបន្តិចម្ដងបានកុំដាក់ឈីសចូលប្រឡាក់ច្រើនពេកធ្វើឲ្យសាច់មិនយើងប្រកាសជាប្រាយជាមិនខានដូច្នេះអ្នកទាំងអស់គ្នាគួរតែប្រឡាក់សាច់មិនរបស់យើងនេះតិចបានជាមួយនឹងឈីស
កុំដាក់ចិនពេកតែម្ដងគួរដាក់រយឲ្យប្រឡាក់តិចដើម្បីកុំអោយខាត់ឈីណាមួយសេចក្ដីយើងក៏វាមិនប្រៃផងដែរដូច្នេះអ្នកនរគ្នាអាចធ្វើតាមវិធីសាស្ត្រដែលខ្ញុំប្រាប់បានព្រោះថាធ្វើបែបនេះវានឹងធ្វើឲ្យឈីយើងអត់ចំណាយច្រើនហើយសាច់របស់យើងក៏មិនប្រៃខ្លាំងដែរហើយនៅពេលយើងប្រឡាក់ជាមួយឈីរួចរាល់ហើយខ្ញុំនឹងបង្ហាញរបៀបប្រឡាក់ធ្វើវាបន្តទៀតហើយយើងប្រឡាក់ហើយយើងផ្អាប់ទុកវា1នាទីឬទៅ2នាទីបានដើម្បីឲ្យវាចូលជាតិផងដែរបន្ទាប់ពីយើងប្រឡាក់ parsley ចប់ហើយយើងចាប់ផ្ដើមប្រើម្សៅនំប៉័ងមកប្រឡាក់ជាមួយសាច់ម៉ិនយើងបន្តទៀតគឺយើងធ្វើដូចមុនដូចគ្នាប្រឡាក់ម្ដងមួយបន្ទះដោយមិនប្រើម្សៅចាក់ចូលប្រឡាក់ច្បល់គ្នាតែម្ដងទេយើងប្រឡាក់វាមួយបន្ទះម្ដងហើយយើងផ្អាប់ទុកសិនដើម្បីកុំអោយសាច់ម៉ិនយើងនេះវាលក្ខណៈថារប៉ាត់របាយបែកសបផ្សាយសាច់នៅពេលយើងច្បល់ប្រឡាក់ចូលគ្នាតែម្ដងនោះដូច្នេះយើងគួរតែប្រឡាក់សាច់ម៉ិនជាមួយម្សៅដោយជ្រើសយកមួយបន្ទះម្ដងមកប្រឡាក់ជាមួយម្សៅហើយយើងទុកម្លែកសិននៅពេលដែលអ្នកនរគ្នាប្រឡាក់សាច់ជាមួយម្សៅធ្វើបែបនេះហើយខ្ញុំនឹងប្រាប់របៀបធ្វើបន្តទៀតប៉ុន្តែមុននឹងប្រាប់ធ្វើរបៀបបន្តទៀតអ្នកនរគ្នាត្រូវតែប្រឡាក់សាច់ម៉ិនជាមួយម្សៅឲ្យចប់សិនដើម្បីកុំឲ្យអ្នកនរគ្នាឈឺក្បាលនៃរបៀបធ្វើម្ហូបមួយមុខនេះបើប្រាប់កាន់តែច្រើនអ្នកនរគ្នាគាត់ជាមិនយល់ហើយឈឺក្បាលដូច្នេះខ្ញុំនឹងធ្វើហើយនឹងប្រាប់អ្នកនរគ្នារបៀបប្រឡាក់ធ្វើមួយកុំអោយលឿនពេកដើម្បីកុំអោយអ្នកនរគ្នានឹងមិនអាចចាប់បានរបៀបធ្វើដូច្នេះខ្ញុំនឹងប្រាប់វិធីធ្វើមួយហើយអ្នកនរគ្នាប្រកាសជាយល់នៃការធ្វើម្ហូបមួយមុខនេះហើយនិយាយទៅម្ហូបមួយមុខនេះវាអត់មានអីពិបាកនឹងធ្វើទេគ្រាន់តែថាបើយើងធ្វើសរុបទាំងដងវានឹងរញ៉េរញ៉ៃណាមួយបើសិនអ្នកនរគ្នាមានគ្នាច្រើនធ្វើគឺចំណេញមួយប្រឡាក់គ្រឿងមួយប្រឡាក់ម្សៅមួយប្រឡាក់នំប៉័ងប្រឡាក់ម្សៅនំប៉័ងមួយប្រឡាក់ជាមួយពងម៉ិនគឺវាលឿនហើយលះហាស់ទៀតវាអត់ពិបាកបើយើងធ្វើតែឯងមានតែវិធីដែលខ្ញុំប្រាប់នេះឯងទៅស្រួលហើយរបៀបធ្វើវាទៀតអ្នកនរគ្នាត្រូវតែជ្រលក់ម្សៅហើយយើងចាប់ផ្ដើមជ្រលក់ជាមួយនឹងពងម៉ិនអ្នកនរគ្នាយកទាំងសទាំងក្រហមកូរវាឲ្យសព្វហើយទើបយើងយកមកជ្រលក់ជាមួយនឹងសាច់ម៉ិនដែលយើងប្រឡាក់ម្សៅអីហើយនោះពេលយើងប្រឡាក់សាច់ម៉ិនពងម៉ិនជាមួយនឹងសាច់ម៉ិនហើយយើងត្រូវតែយកមកប្រឡាក់ជាមួយព្រឹត្តក្រាមបន្តទៀតព្រោះថាយើងមិនអាចប្រឡាក់តែពងម៉ិនហើយយកធ្វើហើយទេយើងត្រូវតែប្រឡាក់ជាមួយនឹងម្សៅហើយយើងយកមកប្រឡាក់ជាមួយនឹងព្រឹត្តក្រាមម្ដងទៀតនៅពេលដែលយើងប្រឡាក់ជាមួយព្រឹត្តក្រាមអ្នកនរគ្នាត្រូវតែប្រើដៃសង្កត់ទ្រូងម៉ិនឲ្យខ្លាំងដើម្បីឲ្យព្រឹត្តក្រាមរបស់យើងនេះជិបគ្នានឹងទ្រូងម៉ិនបានល្អធ្វើបែបនេះទៅអ្នកនរគ្នានឹងស្រួលធ្វើហើយវានឹងធ្វើឲ្យសាច់ម៉ិនយើងយកទៅបំពងវារឹតតែស្រួយឆ្ងាញ់ថែមទៀតអ្នកទាំងអស់គ្នាអាចប្រឡាក់ជាមួយពងម៉ិននេះកុំប្រឡាក់ច្បល់ចូលគ្នាទាំងអស់តែម្ដងអ្នកទាំងអស់គ្នាគួរតែប្រឡាក់មួយបន្ទះម្ដងដោយតែយើងប្រឡាក់ម្សៅគ្រឿងអីដូចគ្នានៅពេលនោះសាច់ម៉ិនយើងប្រកាសជានៅល្អស្អាតវាអត់រហែកហើយពេលយើងប្រឡាក់សពល្អទៀតរឹតតែល្អហើយអ្នកនរគ្នាត្រូវតែធ្វើបែបនេះមកដើម្បីឲ្យសាច់របស់យើងនេះវាសព្វល្អហើយបើអ្នកនរគ្នាគិតថាពិបាកអ្នកនរគ្នាយកទ្រូងម៉ិននេះប្រឡាក់ជាមួយពងម៉ិនទាំងអស់សិនមកចាំយើងយកទៅប្រឡាក់ជាមួយព្រឹត្តក្រាមក្រោយប៉ុន្តែអ្នកនរគ្នាត្រូវតែប្រឡាក់ពងម៉ិនឲ្យសព្វឲ្យជោគដើម្បីយើងទុកទៅវាអត់ស្ងួតសាច់ម៉ិនយើងពេលយើងយកទៅប្រឡាក់ជាមួយព្រឹត្តក្រាមបើសិនអ្នកនរគ្នាធ្វើតែម្នាក់ឯងបើអ្នកនរគ្នាធ្វើគ្នាច្រើនជួយគ្នាគឺវាឆាប់រួចហើយងាយហើយនឹងលឿនទៀតដូច្នេះអ្នកនរគ្នាធ្វើតែឯងមិនធ្វើដូចខ្ញុំប្រាប់នឹងឯងគួរតែប្រឡាក់ទ្រូងម៉ិនមួយបន្ទះម្ដងជាមួយនឹងពងម៉ិនហើយទុកវាម្លែកសិនចាំយើងយកព្រឹត្តក្រាមមកប្រឡាក់បន្តទៀតគឺធ្វើបែបនេះវាក៏ងាយស្រួលមួយយ៉ាងដែរហើយវាអត់ចាំបាច់ត្រូវការកម្លាំងគ្នាច្រើនមកធ្វើដែរប៉ុន្តែអ្នកនរគ្នាត្រូវតែពេលដែលអ្នកនរគ្នាប្រឡាក់ទ្រូងម៉ិនជាមួយនឹងពងម៉ិនហើយអ្នកនរគ្នាយកមកប្រឡាក់ជាមួយព្រឹត្តក្រាមបន្តទៀតអ្នកនរគ្នាត្រូវតែច្បាច់សង្កត់វាឲ្យណែនដើម្បីឲ្យព្រឹត្តក្រាមនេះវាខំជាប់នឹងទ្រូងម៉ិនដែលយើងប្រឡាក់គ្រឿងទៅវាបានល្អហើយវាក្រាស់បានល្អទៀតផងពេលយើងយកទៅបំពងវាធ្វើឲ្យ
ទ្រង់មិនពេតក្រាមមើលទៅវាស្រួយជិបគ្នាបានល្អទៀតហើយវាអត់របេះទេបើអ្នកនរគ្នាស្កត់ស្រាលស្រាលទ្រង់មិនតបផ្សេងពេតក្រាមតបផ្សេងហើយយកតំប៉ងទៅវានឹងអាចឆាប់ខ្លោចតែសាច់មឿនដូច្នេះអ្នកនរគ្នាគួរតែសង្កត់ដៃឲ្យខ្លាំងណែនមកដើម្បីពេលយើងយកទៅបំពងទៅវានឹងលក្ខណៈថាស្រួលងាយហើយសាច់មិនយើងក៏វាល្អទៀតដល់ពេលយើងយកទៅបំពងអ្នកនរគ្នាគួរតែធ្វើវិធីបែបនេះទៅវាងាយធ្វើស្រួលជាងអ្នកនរគ្នាមិនបាច់ចាំគិតថាអូខាត់ពេលវេលាធ្វើម្ហូបនេះវាយូរអ្នកនរគ្នាគួរធ្វើបែបនេះទៅវានឹងងាយហើយប្រភេទម្ហូបនេះជាប្រភេទម្ហូប Western ជាប្រភេទម្ហូបញ៉ាំលេងមិនមែនជាម្ហូបដែលយើងធ្វើហើយញ៉ាំទៅយកទៅញ៉ាំជាមួយបាយជាមួយអីទេជាម្ហូបដែលគេញ៉ាំបណ្ដោះអាសន្នហើយអ្នកនរគ្នាអាចរៀនធ្វើបានបើសិនជាលក្ខណៈថាមានបងប្អូនកូនចៅអីមកលេងផ្ទះអត់ដឹងថាធ្វើម្ហូបអីសម្រាប់ទទួលពួកគាត់អ្នកនរគ្នាអាចជ្រើសយកម្ហូបមួយមុខនេះមកធ្វើដើម្បីទទួលពួកគាត់បានហើយណាមួយម្ហូបនេះវាស្រួយឆ្ងាញ់ផងដែរនៅពេលយើងយកទៅបំពងណាមួយវាអត់សូវចំណាយច្រើនគិតថាយើងទិញទ្រុងមឿនទិញពេតក្រាមហើយនឹងម្សៅអីមកយើងជីអីមកយើងធ្វើបានហើយណាមួយបើសិនតែអ្នកនរគ្នាគិតថាពិបាករកទិញជីអ្នកនរគ្នាមិនបាច់ដាក់ជី powder ក៏បានដែរតែអ្នកនរគ្នាអាចដាក់ជីអីផ្សេងក៏បានដែរបើសិនអ្នកនរគ្នាគិតថាងាយស្រួលរកសម្រាប់អ្នកនរគ្នាណាប៉ុន្តែបើអ្នកនរគ្នាគិតថាចង់ធ្វើដូចវីដេអូខ្ញុំមកគ្រប់គ្រឿងតែម្ដងអ្នកនរគ្នាគួរតែទៅតាមម៉ាតឬតាមផ្សារទំនើបអីវានឹងប្រកាសជាមានលក់ហើយព្រោះតាមឥឡូវម្ហូបទាំងអស់នេះគេនិយមធ្វើដែរនៅតាមសន្តាគារតាមហាងមួយចំនួនដូច្នេះអ្នកនរគ្នាប្រកាសជាអាចនឹងរកទិញគ្រឿងផ្សំរបស់វាតាមផ្សារឬតាមម៉ាត់អីបានហើយព្រោះថាវាមិនពិបាកសម្រាប់អ្នកទាំងអស់គ្នារកនោះទេហើយសម្រាប់វីដេអូមួយនេះដែរគឺវាអត់មានអីវែងឆ្ងាយទេមានតែប៉ុណ្ណេះហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងស្រឡាញ់ចូលចិត្តមើលវីដេអូខ្ញុំដល់ចប់ហើយការធ្វើក៏វាដល់ទីបញ្ចប់ផងដែរវាអត់មានអីនឹងពិបាកទេហើយបើសិនបើអ្នកទាំងអស់គ្នាស្រឡាញ់ចូលចិត្តវីដេអូមួយនេះឬក៏ page របស់ខ្ញុំមួយនេះសូមអ្នកទាំងអស់គ្នាជួយ share follow និង subscribe ម្នាក់មួយផងហើយសូមអរគុណទុកជាមុនផងដែរ